ម៉ូតូស្គូពី2025នេះគឺគាត់ដួលបងប្អូនអរគ្នាបាទគឺមិនដល់ឲ្យវិកបូមហើយគឺម្ចាស់គាត់បានយកមកឲ្យកន្លែងជើងរុនដើម្បីតម្រង់ឲ្យត្រង់បាទឲ្យដូចដើមវិញបាទគឺដួលមកជាហៀងខាងស្ដាំបងប្អូនអរគ្នាបាទមើលដៃប្រាំងគាត់បាទគឺសឹកអត់ដាច់ថ្នាំបាទហើយចុងដៃក៏ដាច់ថ្នាំដែរបងប្អូនអរគ្នាបាទអញ្ចឹងហើយក៏គាត់សម្រេចយកមកកន្លែងជើងរុនដើម្បីឲ្យតម្រង់ឲ្យបាទគឺសាមុនគឺតម្រង់រួចម្ដងហើយគាត់យកអាម៉ូតូ0ដូច018បាទគឺយកឲ្យតម្រង់មួយទៀតបាទគឺពីម៉ូតូបាទឥឡូវយើងចាប់ផ្ដើមដោះបូមដល់អីគាត់មកបាទឥឡូវចាប់ផ្ដើមតម្រង់រួចរាល់ហើយយើងចាប់ផ្ដើមដាក់ចូលទៅវិញបាទឥឡូវដាក់កង់ដាក់អីចូលមកបាទត្រូវតាមក្បួនខ្នាតគេវិញមកបាទដាក់ខ្សៅភ្លឺចូលមកបាទគួរបន្តិចបាទឥឡូវដាក់រឹតចូលហើយបាទដល់ពេលយើងរឹតចូលរួចរាល់ហើយយើងចាប់ប្រាំងមកបាទហើយយើងមូប្រឡងសិនបាទមកប្រឡងឲ្យវាចាប់ខ្លាចម្ចាស់គាត់ជិះទៅលបូតកង់បាទជាលេងទៅបងប្អូនអរគ្នាបាទដល់ឥឡូវចាប់ប្រាំងមកបាទដាក់ខ្សៅទប់ប្រាំងយើង2គ្រាប់បាទអាហ្នឹងក៏សំខាន់ដែរបងប្អូនកាលណាយើងមកអត់ជាប់ទេអាចនឹងលបូតខ្សៅមកចូលកង់គឺមានបញ្ហាវិញឆ្ងាយទៀតបងប្អូនបាទអញ្ចឹងយើងមូឲ្យមកចាប់មកអត់មានមូផ្ទុំលេងទេបាទកាលណាលេងសើចច្រើនគឺអាចនឹងមានបញ្ហាបាទអញ្ចឹងយើងធ្វើការមួយគឺអត់មានលេងសើចទេបងប្អូនបាទចឹងរត់យកមកតឹងដៃមកបាទដើម្បីការពារវាមានបញ្ហាមួយកើតឡើងបាទអញ្ចឹងយើងរត់ទៅតឹងចឹងមកបងប្អូនបាទហើយបន្តទៅទៀតគឺយើងដាក់អាខ្សៅទប់ខ្សែប្រាំងកប៉ែហ្នឹងបាទកប៉ែនេះបងប្អូនខ្លះគឺអត់ចេះប្រើប្រាំងហ្នឹងទេបងប្អូនខ្លះក៏ចេះប្រើបាទវាប្រើមានអីពិបាកទេបងប្អូនគឺស្រួលបាទគឺយើងគ្រាន់តែចាប់ប្រាំងញាក់តិចមកបានហើយបងប្អូនបាទកាលណាយើងចាប់ខ្លាំងគឺអាចនឹងដួលបោកបាទអញ្ចឹងយើងចាប់ប្រាំងញយតិចមកបានហើយបាទហើយយើងក៏រឹតខ្សែបន្ថែមបាទខ្លាចវាធូរបាទដាក់រឿងមកតឹងដៃតិចមកបាទណាមកតឹងដៃខ្លាំងពេកថ្ងៃក្រោយគឺបាក់ដោះបាទតឹងមកមុំបានបងប្អូនបាទអញ្ចឹងគឺត្រង់ហើយបងប្អូនមកគ្នាបាទត្រង់ផ្លឹងបាទគឺអាចនឹងជិះទៅស្រួលបាទបងប្អូនអរគ្នាបាទបើសិនមានបញ្ហាគឺអាចចំអកជើងរុនបានបាទធានាគុណភាពឲ្យបងប្អូនអរគ្នាបាទគឺមក